អ្នកទាំងអស់គ្នាចង់បាន wallpaper ដែលមាន animation ស្អាតជាងអត់បើសិនជាចង់បានមើលវីដេអូនេះដល់ចប់ដើម្បីអាចដាក់ wallpaper ដែលមាន animation ស្អាតដូចមិញហ្នឹងយើងត្រូវមាន2ជំហានជំហានទី1គឺយើងត្រូវរករូបដែលយើងស្រឡាញ់សិនហើយជំហានទី2គឺជាការតាំងរូបហ្នឹងតែម្ដងអញ្ចឹងចំពោះការរករូបភាពពីខ្ញុំផ្ទាល់ខ្ញុំចូលចិត្តប្រើប្រាស់ជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា Silly Smile កម្មវិធីនេះវាមាន ad យ៉ាងច្រើនតិចមែនតែយ៉ាងណាវាមានរូបភាពស្អាតហើយយើងអាច download វាបានដោយ free ពេលដែលយើងបើកកម្មវិធីហ្នឹងហើយយើងគ្រាន់តែចុចខ្វែងចុច skip ad ហ្នឹងឲ្យអស់ទៅវានឹងនាំយើងចូលមកដល់ផ្ទាំង wallpaper ហ្នឹងយើងចូលមកកាន់កន្លែង live wallpaper នេះមកយើងនឹងឃើញមានរូប live wallpaper ស្អាតជាច្រើនអញ្ចឹងយើងគ្រាន់តែរើសរូប live wallpaper ណាដែលយើងស្រឡាញ់ជាងគេមួយមកតទៅទៀតអ្នកនរគ្នាគ្រាន់តែ click ទៅលើប៊ូតុង download ហ្នឹងមកកន្លែងនេះវានឹងទាមទារអ្នកនរគ្នាធ្វើការមើល ad វា2 3 ad ទៀតមុននឹងវាអាចឲ្យយើង download បានអញ្ចឹងអ្នកនរគ្នាអាចធំតិចទៅដើម្បី wallpaper ដែលយើងស្រឡាញ់បន្ទាប់ពីអ្នកនរគ្នាធ្វើការ download រួចរាល់ហើយអ្នកនរគ្នាចូលមកកាន់ setting មកហើយអ្នកនរគ្នា scroll ចុះក្រោមយកពាក្យថា wallpaper បន្តមកទៀតអ្នកនរគ្នាត្រូវការបង្កើត wallpaper ថ្មីមួយហើយអ្នកនរគ្នាចូលទៅកាន់ photo ទៅបន្តមកទៀតអ្នកនរគ្នាទៅរករូបភាពដែលអ្នកនរគ្នាទៅ download មុនហ្នឹងយើងយកវាមកហើយសេរីទិញទួចទៅតាមអ្នកនរគ្នាដែលគិតថាស្រឡាញ់ប៉ុណ្ណាសេរីប៉ុណ្ណឹងទៅនៅពេលដែលអ្នកនរគ្នាសេរីរួចរាល់គ្រាន់តែចុច add set as wallpaper pair មកជាការស្រេច